Yeah, team's prepared good. It's the first kind of clean week that we've had to prep the match, so that's been nice. After having some days off, which I think everybody needed. But no, I think the guys have got more or less the idea of what we want to do and what we need to do better from the previous games, and what we need to keep also. សម្រាប់ការរៀបចំខ្លួនរបស់យើងគឺក្រុមទាំងមូលគឺយើងបានរៀបចំបានល្អព្រោះយើងមានសប្តាហ៍ដែលគ្រប់គ្រាន់សម្រាប់នៅក្នុងការរៀបចំហើយនៅក្នុងនឹងដែរគឺកីឡាករគឺគាត់បានយល់ដឹងថាអ្វីដែលយើងត្រូវធ្វើជាពិសេសគឺតាំងពីប្រកួតកន្លងមកអញ្ចឹងគឺយើងនឹងត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រកួតនេះសម្រាប់ខ្ញុំគឺការរៀបចំបើយើងនៅសប្តាហ៍នេះគឺយើងរៀបចំបានយ៉ាងល្អព្រោះយើងមានពេលវេលាសម្រាប់គ្រប់គ្រាន់សម្រាប់ការរៀបចំក្រុមហើយក្រុមទាំងមូលគឺរៀបចំបានល្អហើយសម្រាប់ខ្ញុំគិតថាការប្រកួតនៅសប្តាហ៍នេះគឺជាការប្រកួតដែលសំខាន់ហើយអ្វីដែលផ្ដោតសំខាន់ជាងគេគឺការផ្ដោតអារម្មណ៍លើការប្រកួតនៅសប្តាហ៍នេះពីព្រោះយើងដឹងស្រាប់ហើយការដែលយើងទៅលេងក្នុងទឹកដីគេការប្រកួតមុនដើមតង់វគ្គទី1យើងរបូត2គ្រាប់ដោយសារការផ្ដោតអារម្មណ៍របស់យើងអញ្ចឹងអ្វីដែលសំខាន់របស់ខ្ញុំគឺពួកយើងគឺត្រូវតែផ្ដោតអារម្មណ៍ឲ្យល្អចាប់តាមពីនាទីទី1ទៅ Yeah, it's an important game for both teams, but it's just 3 points that we can win from this game. We won't be champions at the end of it. We won't be champions if we win. We won't be champions if we draw or lose. And look, we're not getting carried away. We know that there's still work to do. And the club has been in this position previously and not won. So we know that nothing's done yet, and football's crazy, anything can happen. So look, we go into the game like we do every other game. We prepare the same we do every week, and that's to go and try and play our way and be aggressive without the ball and try and dominate possession and create chances, and that's what we have to do again. សម្រាប់ការប្រកួតមួយនេះគឺជាការប្រកួតដែលមានសារៈសំខាន់សម្រាប់ក្រុមទាំងពីរហើយសម្រាប់ការប្រកួតនេះទោះបីជាយើងឈ្នះយើងចាញ់ឬយើងស្មើការប្រកួតក៏យើងមិនទាន់បានន័យថាលើកពាននៅក្នុងការប្រកួតនេះដែរអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺបានន័យថាដូចជាការរៀបចំដូចជាប្រកួតរដងគឺព្យាយាមទៅទីលាននោះគ្រប់គ្រងបាល់រៀបចំនៅក្នុងការបង្កើតឱកាសនៅក្នុងការប្រយុទ្ធអីផ្សេងដូចជាអ្វីដែលយើងរៀបចំការប្រកួតរាល់ដងសម្រាប់ក្រុមភ្នំពេញក្រោមពួកយើងយល់ដឹងទាំងអស់គ្នាហើយគាត់គឺជាក្រុមមួយដែលខ្លាំងនៅក្នុងស្រុកខ្មែររបស់យើងហើយគ្រប់ការប្រកួតដែលយើងលេងជាមួយពួកគាត់គឺពួកយើងតែងតែជួបផលពិបាកប៉ុន្តែវាអត់អីសម្រាប់ពួកយើងតែងតែមានដំណោះស្រាយល្អមកវិញហើយយើងនឹងទៅទីនោះគឺដើម្បីទទួលបន្ទុកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាទស្សនាចូលរួមឲ្យបានច្រើនកក I think I was asked before the AFC what the previous games meant for us going into this match, and to be honest the answer is nothing. I think the past results really have no bearing on what's going to happen because all the games that we play are tight, so that's one thing we know will happen. It will be a tough and close game. And yeah, we've had some good results recently against them, but it doesn't matter when the whistle starts. It's 90 minutes of 11v11, and we have to try and do our best to try and win the game. សម្រាប់ការប្រកួតកន្លងមកដែលយើងលេងជាមួយពួកគាត់ជាពិសេសការដែលយើងឈ្នះការប្រកួតពីការប្រកួត AFC កន្លងមកគឺបានន័យថាការប្រកួតកន្លងមកហ្នឹងគឺវាអត់មានជាឥទ្ធិពលអីទៅលើការប្រកួតនៅថ្ងៃនេះព្រោះពីក្រុមដែលការប្រកួតនៅថ្ងៃសៅរ៍នេះគឺគ្រប់ការប្រកួតគឺតែងតែបានន័យថាមានភាពតានតឹងហើយគឺជាក្រុមដែលប្រហាក់ប្រហែលគ្នាអញ្ចឹងគឺចុងក្រោយគឺនៅពេលដែលប្លង់កញ្ចែចាប់ផ្ដើមគឺនៅក្នុងទីលាន11ទល់នឹង11គឺព្យាយាមលេងឲ្យអស់ពីសមត្ថភាព Yeah, I think they'll enjoy it. I maybe won't enjoy it. But I think for sure, yeah. I think, like I said previously, that I think the players prefer to play games than train. So, yeah, look, it's going to be another tough period. We did really, really well in the last, I think it was the month of February. We did really, really good. So,
yeah, it's getting towards the end of the season, and these are the moments where you have to do good to try and do special things and create really good memories for the fans, for the club, for the players. So yeah, looking forward to it, but we know it's gonna be it's gonna be heavy. អញ្ចឹងសម្រាប់នៅក្នុងខែនេះគឺយើងមាន7ប្រកួតអញ្ចឹងកីឡាករប្រកាសថាជារីករាយជាមួយទៅនឹងការប្រកួតហើយគាត់ក៏ចង់រីករាយជាមួយនឹងការប្រកួតដូចគ្នាដោយគាត់និយាយពីលើកមុនអញ្ចឹងគឺកីឡាករគាត់ប្រកាសជាជ្រើសរើសការប្រកួតជាជាងការបង្ហាត់ហើយនៅក្នុងនឹងដែរគឺយើងតាំងពីខែកុម្ភៈមកគឺយើងក្រុមរបស់យើងគឺធ្វើបានល្អមែនទែនហើយយើងក៏ចង់នៅក្នុងខែនេះគឺជាខែមួយដែលមានសារៈសំខាន់គឺយើងនឹងព្យាយាមធ្វើឲ្យបានល្អព្រោះនៅពេលដែលចុងរដូវកាលគឺយើងនឹងបានន័យថាយើងនឹងចាំមើលនៅក្នុងចុងរដូវកាលអញ្ចឹងខែនេះគឺយើងចង់បង្កើតបានន័យថាអារម្មណ៍ដែលរីករាយអារម្មណ៍ដែលពិសេសមួយសម្រាប់ទៅអ្នកគាំទ្ររបស់យើង